សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ប្លុកវគ្គ2ក្នុងការរៀនចិញ្ចឹមបង្កងទាំងអស់គ្នាអូខេអញ្ចឹងយើងតពីវគ្គ1ដែលវគ្គ1យើងបានដាក់កំប្លោកចូលសម្រាប់បន្តមកទៀតគឺយើងត្រូវការធ្វើការចងឫស្សីអញ្ចឹងដើម្បីអោបកំប្លោករបស់យើងឲ្យនៅខាងក្នុងកុំឲ្យវាចេញមកគៀនអញ្ចឹងខ្លាចបង្កងនៅពេលដែលយើងដាក់បង្កងចូលទៅវាតោងហើយវាចេញតាមធាងកំប្លោកអញ្ចឹងបង្កងរបស់យើងគឺបានមកដល់ហើយគឺយើងបានទិញពីក្នុង page online ដូចគ្នាអញ្ចឹងឥឡូវយើងចាប់ផ្ដើម unboxing វាមើលអញ្ចឹងបន្ទាប់ពីការកាត់ប្រហែលជា365ម៉ោងនិយាយលេងឯងបងអូនអញ្ចឹងឥឡូវយើងក៏បានបើកវាមកហើយមើលទាំងអស់គ្នាមើលតើវាមិនដែរអញ្ចឹងនៅក្នុងហ្នឹងអ្នកលក់ក៏គាត់បានដាក់ជាដុំតកអញ្ចឹងដើម្បីឲ្យវាត្រជាក់ព្រោះបង្កងមកវាក្តៅក៏វាឆាប់ងាប់ដែរអញ្ចឹងបង្កងទាំងអស់ហ្នឹងគឺខ្ញុំទិញចំនួន100ក្បាលប៉ុន្តែអ្នកលក់ក៏គាត់ថែមឲ្យខ្លះដែរអញ្ចឹងណាអញ្ចឹងនេះបងអូនគឺជាបង្កងដែលខ្ញុំទទួលបានហើយវាមានលាយធំលាយតូចទៅតាមនឹងអញ្ចឹងបងអូនអញ្ចឹងអូខេយើងចាប់ផ្ដើមយកវាទៅចាក់នៅក្នុងអាងរបស់យើងអញ្ចឹងបងអូនអាហ្នឹងគេលែងវានៅពេលដែលអាកាសធាតុត្រជាក់អាចថាពេលព្រឹកឬពេលយប់នៅពេលដែលវាត្រជាក់អញ្ចឹងណាអាហ្នឹងបើតាមអ្នកលក់គាត់ប្រាប់ដែរអញ្ចឹងបងអូនអញ្ចឹងយើងចាប់ផ្ដើមធ្វើការដាក់វានៅក្នុងទឹកឲ្យវាចុះដោយខ្លួនឯងអញ្ចឹងបងអូនយើងអាចចាក់យកហ្មងបានទេគឺយើងដាក់វាម្ដងបន្តិចចឹងទៅដើម្បីឲ្យវាចាប់ដើមវាចុះដោយខ្លួនឯងអញ្ចឹងនៅពេលដែលដាក់វាបន្តិចទៅអញ្ចឹងវានឹងចាប់ដើមចុះទៅដោយខ្លួនឯងអញ្ចឹងនៅក្នុងនឹងដែរយកមកទាំងអស់ហ្នឹងមិនមែនរស់ទាំងអស់ទេណាបងអូនអាខ្លះវាអាចនឹងងាប់ណាខ្លះវាសង្ហល់អញ្ចឹងខ្ញុំនៅពេលដែលខ្ញុំឲ្យវាចុះទៅទាំងអស់អញ្ចឹងខ្ញុំអត់តន់ស្រង់អាពពុះដែលវាអត់កម្រើកទេព្រោះអីពេលខ្លះវាអាចនឹងសង្ហល់អញ្ចឹងណាមកសន្ទុះទៅគឺវាដើរឡើងវិញហើយអញ្ចឹងខ្ញុំទុកវាប្រហែលជា5នាទីអីសិនបើសិនជាវាអត់ដើរទេបាទខ្ញុំចាប់ផ្ដើមស្រង់វាចេញអញ្ចឹងអានេះជាលទ្ធផលនៅពេលដែលយើងចាក់ទៅប្រហែលជាមួយសន្ទុះក្រោយមកវាចាប់ផ្ដើមធ្វើការដើរនៅក្នុងទឹកហ្នឹងហើយវាដើរទៅកន្លែងវាអញ្ចឹងដែលយើងបានរៀបចំមានជាកំពង់ជ័រឬក៏ឥដ្ឋប្រហោងហ្នឹងដើម្បីឲ្យវាចូលទៅលេងអញ្ចឹងចឹងនេះគឺជាផាត2នៃការរៀនចិញ្ចឹមបង្កងរបស់ខ្ញុំចាំមើលខ្ញុំនឹងអាប់ដេតជាបន្តទៀតអញ្ចឹងថាតើបន្ទាប់ពីខ្ញុំយកវាមកចិញ្ចឹមហើយតើវារស់បានអត់អញ្ចឹងបងប្អូននេះគឺជាការសាកល្បងទី1របស់ខ្ញុំដូចគ្នាអញ្ចឹងហើយចាំមើលខ្ញុំអាប់ដេតបន្តថាវាធំលូតលាស់អីអត់ឬក៏វាមិនដែរអញ្ចឹងណាអូបងអូនមុននឹងខ្ញុំភ្លេចខ្ញុំដាក់បង្កងហើយបានប្រាប់បងអូនវិញនេះអាហ្នឹងមុននឹងពេលយើងដាក់បង្កងចូលហ្នឹងយើងក៏ត្រូវការធ្វើការតេស្តទឹក pH ថាតើទឹកហ្នឹងបង្កងយើងអាចនៅបានអត់អញ្ចឹងណាអញ្ចឹងការតេស្តហ្នឹងដែរបើខ្ញុំដឹងគឺបើសិនជាទឹកដែលយើងត្រូវដាក់បង្កងចូលហ្នឹងគឺទឹកវាពណ៌ខៀវបែបនេះគឺវាល្អហើយវាអត់អីទេអញ្ចឹងណាកុំឲ្យតែទឹកដូចអាមួយនេះរៀងពណ៌ចង់បែកលឿងវិញអញ្ចឹងណាបងអូនអូខេអរគុណបងអូនទាំងអស់គ្នាបាយបាយ